ឃើញប៉ុណ្ណឹងហើយបើថាมันសบายទៀតមិនដឹងនិយាយថាម៉េចទេបើមិនសบายដេកផ្ទះទៅមានទាំងវត្តមានរបស់ចៃលីសានិងកញ្ញាឈើរីចំណែកឯកញ្ញាអាវសនេះទ្រាំលេងបានហើយការអត់ធ្មត់មានដែនកំណត់ចំណែកឯកន្លោះខាងណាវិញនិយាយបើថាបកែខាងថតគេថតគុលកមុំគេស៊ូមនឹងមើលអីស៊ូមនេះខ្លួនឯងចេះថតឲ្យដើរថតទៅគេនឹងឯងមើលស៊ូមឲ្យទឹកមើលណែមើលចំណែកឯកញ្ញាខាងនេះវិញឃើញគេថតណែរត់ឆ្លេឆ្លាតទៅរត់បាំងពីក្រោយគេចង់កិច្ចកាមេរ៉ាប៉ុន្តែកិច្ចឯណាស៊ូមឲ្យតន់ទៅដល់មុខហ្នឹងឯងបុនភូមិនៅខាងវាលវែងនេះគឺគេលេងខ្នាតធំតែម្ដងធំជាងកន្លែងផ្សេងដែលខ្ញុំដើរមួយរយៈនេះមានកន្លែងលេងកំសាន្តជាច្រើនប្រភេទហើយនិយាយពីថាមានការចូលរួមពីពុកម៉ែបងប្អូនជាច្រើនមែនតើដើរឡើងចង់ពលមនុស្សដោយសារតែខ្លួនឯង single ក៏គិតថាតរមើលសង្សារមួយនៅខាងបុនភូមិវាលវែងនឹងឯងខាងលោកគូព្រេងយើងនៅនឹងអញ្ចឹងណាប៉ុន្តែមានណាដោយសារតែសបាយពេកដើររួមដើរនិយាយលេងមួយ fan ច្រើនពេកអញ្ចឹងទៅភ្លេចរសង្សារស្រាយតែអីនៅមានយប់ទី2ទៀតដើរក៏ជួបជាមួយនឹងចៃលីសាដែលគាត់កំពុងតែថតនៅរោងវេទិកាល្ខោនយីគេនៅខាងបុនភូមិវាលវែងនឹងឯងក៏មានការសម្ដែងនៅយីគេដែលសម្ដែងដោយក្រុមជនជាតិគួយពាក្យដែលពេញនិយមដែលគាត់និយាយនៅក្នុងយីគេនេះគឺពាក្យថាក្រាបទូលម្ចាស់បងនិងពាក្យមួយទៀតគឺពាក្យថាពិតមែនហើយម្ចាស់បងបើមិនជឿទេយប់នឹងតែចាំស្ដាប់ចាំមើលតាពិតមែនអត់ fan ខ្ញុំក៏ឈរនិយាយត្រាប់តាមគាត់អញ្ចឹងណាអ៊ីគាត់នៅខាងមុខហើយនឹងបងប្អូនដែលនៅឈរជុំវិញខ្ញុំគាត់លឺខ្ញុំនិយាយអញ្ចឹងគាត់ឈរសើចពេញមិននឹងឯងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ទៅទស្សនាមើលយីគេអាចទៅទស្សនានៅក្នុងបុនភូមិវាលវែងនេះបាននៅមួយយប់ទៀតឃើញថាទាំងក្មេងទាំងចាស់បានឈរទស្សនានៅល្ខោនយីគេនេះយ៉ាងច្រើនកុះកដែរពិតជារំភើបហើយក៏អរគុណដល់បងប្អូនជនជាតិគួយដែលបានរក្សានៅប្រពៃណីក៏ដូចជារក្សានៅល្ខោនយីគេនេះដែលវាសឹងតែនឹងបាត់រលត់នៅក្នុងខេត្តកំពង់ធំយើងទៅហើយអញ្ចឹងសូមកុំឲ្យមានការមើលងាយទៅកាន់បងប្អូនជនជាតិគួយដែលបានជេរប្រមាថមើលងាយទៅកាន់ពួកគាត់តែជាពួកល្ងងខ្លៅអញ្ចឹងតែពួកគាត់គឺជាជនជាតិខ្មែរយើងតែមួយនោះទេដូច្នេះសូមឈប់មានការរើសអើងឬក៏ឈប់ជេរប្រមាថទៅកាន់ពួកគាត់ទៀតទៅនៅក្នុងកម្មវិធីបុណ្យភូមិនឹងឯងក្រៅពីយីគេមានដូចជាការរំវង់លក់ផ្កាជិះកន្ត្រកវិលលោតពងលោតអីជាដើមសម្រាប់ទីតាំងបុណ្យភូមិនេះវិញគឺស្ថិតនៅក្នុងភូមិវាលវែងឃុំឈូកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំដែលគេមានកម្មវិធីកម្សាន្តដល់ទៅ2រាត្រីឯណោះហើយនៅរាត្រីទី2នេះនឹងមានក្រុមតារាមកពីខាងផលិតកម្មថោនមកចូលរួមផងដែរដូចជាក្រុមរបស់លោកករណាពេជ្រដែលយើងទទួលដំណឹងនេះបានតាមរយៈចៃលីសាដែលគាត់បានឡើងទៅប្រកាសនៅលើរោងវេទិកាតែម្ដងដូច្នេះហើយយប់នេះកុំឲ្យខកខានណាកុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នាដោយសប្បាយរីករាយ Your Dream គឺជាក្រុមហ៊ុនទទួលបង្កើត brand គ្រឿងសម្អាងនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃនិងគ្រឿងបរិភោគគ្រប់ប្រភេទសេវាជួយទិញនិងកម្មង់ទំនិញរបស់ប្រទេសកូរ៉េ 100% ទទួលដឹកជញ្ជូនទំនិញពីប្រទេសកូរ៉េមកខ្មែរតាមរយៈយន្តហោះនិងកប៉ាល់ទទួលរៀបចំឯកសារនិងឃ្លាទំនិញនាំចេញទំនិញគ្រប់ប្រភេទពីប្រទេសកូរ៉េមកខ្មែរអរគុណច្រើនសម្រាប់ការតាមដានទស្សនាកុំភ្លេចជួយចុច like ចុច share វីដេអូនេះម្នាក់មួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ